វាដូចជាអប់ទាំងម្ដាយដែលបើម៉ូតូទៅឈប់ពីក្រោយឡានហ្នឹងស្អប់ទាំងម្ចាស់ឡានដែលថយមកតែយ៉ាងណាក៏ដោយខ្ញុំមិនដឹងថានិយាយថាម៉េចទេមានតែអ្នកធ្លាប់បើកឡានដឹកអីវ៉ាន់នេះបានយល់ពីអារម្មណ៍ហ្នឹងហើយខ្ញុំផ្ទាល់តែម្ដងរឿងឡានឈប់ហើយបែរជាម៉ូតូជីពីក្រោយមិនរក្សាគម្លាតហើយចូលមកសម្លាប់ខ្លួនហ្មងដឹងថាឡានយើងនឹងអាយ៉ែសូម្បីតែឡានមិនអាយ៉ែក៏ដោយគាត់មកឈប់គៀកឡាននៅពីក្រោយខាងស្ដាំគាត់រកតែផ្លូវច្រកថយខ្លួនឯងហ្នឹងទាំងដែលឡានយើងឈប់ហើយហ្នឹងគាត់ស្ដីឲ្យយើងក៏មានដែរហើយករណីដែលយើងអាយ៉ែហ្នឹងក៏អញ្ចឹងទៀតមកដល់ហ្នឹងគាត់យករួយខ្លួនអត់បានទេនិយាយទៅហើយកុំថាឡើយមានសង្គ្រាមហើយនឹងកម្ពុជាវាយគ្នាផ្លោងចូលមានតែរត់ចូលគ្រាប់ហើយមិនទាំងអស់ទេប៉ុន្តែតែ2-3នាក់ហ្នឹងប៉ុន្តែធ្វើឲ្យប្រជាពលរដ្ឋគេដែលមានបញ្ញានឹងគឺពិបាករួមមែនទែនគឺទើបទាល់ពួកគាត់មែនទែនហើយសុំទោសនិយាយទៅនេះវាធ្វើឲ្យអន់ចិត្តដល់គ្រួសារសពដែលបានស្លាប់នេះតែនេះខ្ញុំមិននិយាយលើបុគ្គលណាទេខ្ញុំនិយាយជារួមវាអាចជាម៉ូបាំងម៉ូបិទធ្វើឲ្យគាត់បញ្ជូនទាំងកូនចៅគាត់ដែលនៅលើម៉ូតូមួយគ្នានឹងទៅស្លាប់តែម្ដងខ្ញុំមើលហើយខ្ញុំឈឺចិត្តខ្ញុំខឹងហេតុអីក៏គាត់មិនអាចមើលដឹងថាឡាននឹងគេកំពុងអាយ៉ែហើយមួយទៀតហេតុអីក៏គាត់ឆ្លាតជឿទៅឈប់នៅក្រោមកង់ឡានគេឲ្យហើយហ្មងទៅពិបាកពេកហ្នឹងហើយចំណែកឡានធំវិញគាត់អាយ៉ែក៏មិនបានមានព្រូដើម្បីអាយ៉ែហើយកម្លាតឲ្យគាត់ឈប់គឺឈប់ដើម្បីកុំឲ្យគេមើលឃើញគាត់ហើយឲ្យគេសម្លាប់គាត់តែម្ដងឥឡូវខ្ញុំមិនចង់សូម្បីតែដាក់រូបខ្ញុំនិយាយជាវីដេអូទៀតបាទអរគុណបងប្អូនខ្ញុំអត់មានពាក្យនិយាយអត់ចប់ទេ